តើសន្ធិសញ្ញាមិត្តភាពពាណិជ្ជកម្មនិងអាណាព្យាបាលបារាំងរវាងប្រទេសបារាំងនិងប្រទេសកម្ពុជាដែលបានចុះនៅក្នុងឆ្នាំ1863មានខ្លឹមសារសំខាន់ៗយ៉ាងណាខ្លះមុននឹងចូលដល់ការបកស្រាយទៅលើខ្លឹមសារនៃសន្ធិសញ្ញាមិត្តភាពខាងលើខ្ញុំសូមរៀបរាប់អំពីទំនាក់ទំនងរវាងបារាំងនិងកម្ពុជាមុនការចុះហត្ថលេខានៅក្នុងឆ្នាំ1863ការចាប់ផ្ដើមទំនាក់ទំនងរបស់បារាំងសេះនៅប្រទេសខ្មែរគឺកើតឡើងនៅក្នុងសតវត្សទី18នៅពេលដែលពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិកបានមកដល់ប្រទេសកម្ពុជានៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1850ព្រះបាទអង្គឌួងបានស្វែងរកជំនួយពីបារាំងសេះក្នុងបំណងធ្វើឲ្យសៀមនិងយួនប្រឆាំងគ្នាដើម្បីឲ្យខ្មែរបានឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីការប្រកួតប្រជែងនោះប៉ុន្តែគណៈទូតបារាំងសេះមួយដែលបានមកប្រទេសកម្ពុជាក្នុងឆ្នាំ1856ដោយយកសេចក្តីព្រាងសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការនោះមិនបានចូលដល់រាជវាំងខ្មែរទេសេចក្តីព្រាងសន្ធិសញ្ញាមានចែងពីខផ្សេងៗក្នុងនោះមាននិយាយអំពីកិច្ចប្រតិបត្តិការដែលគេបានសម្រេចក្រោយមកនៅឆ្នាំ1863បារាំងចង់បានឈើដើម្បីសាងសង់កប៉ាល់ព្រមទាំងសេរីភាពក្នុងការធ្វើដំណើរនៅក្នុងប្រទេសនិងសេរីភាពក្នុងការផ្សព្វផ្សាយសាសនាកាតូលិកការចាប់អារម្មណ៍របស់បារាំងសេះចំពោះប្រទេសខ្មែរមានកាន់តែខ្លាំងឡើងព្រមគ្នាជាមួយនឹងការតាក់ទងរបស់បារាំងសេះជាមួយនឹងប្រទេសយួននិងបន្ទាប់ពីធម្មជាតិវិទូបារាំងសេះម្នាក់គឺលោក Henry Mohot បានធ្វើទស្សនកិច្ចនៅរាជវាំងរបស់ព្រះបាទអង្គឌួងនិងចូលទៅតំបន់សៀមរាបដែលនៅទីនោះគាត់បានប្រទះឃើញប្រាសាទអង្គរវត្តនៅក្នុងសៀវភៅកំណត់ត្រាពីដំណើររបស់គាត់លោក Mohot បាននិយាយថាកម្ពុជាជាប្រទេសសម្បូរទ្រព្យធនហើយថាអ្នកគ្រប់គ្រងប្រទេសនេះមិនយកចិត្តទុកដាក់ចំពោះបេតិកភណ្ឌរបស់ខ្លួនឡើយការដែលព្រះអង្គឌួងបានទទួលលោក Mohot និងអ្នកដំណើរអឺរ៉ុបផ្សេងទៀតយ៉ាងរាក់ទាក់នៅពេលនោះមកពីមិត្តភាពរបស់ព្រះអង្គជាមួយនឹងសាសនទូតបារាំងសេះជាសង្ឃរាជសាសនាកាតូលិកគឺម៉ុងស៊ីញ៉ាសង់ក្លូតមីសដែលមានសំណាក់ក្បែរក្រុងឧដុង្គមានជ័យហើយដែលបានទ្រទ្រង់យ៉ាងសកម្មដល់បេសកកម្មការទូតនៃឆ្នាំ1856ម៉ុងស៊ីញ៉ាមីសបានទូលព្រះអង្គឌួងថាការដកខ្លួនចេញពីអំណាចរបស់សៀមនិងពីការគំរាមកំហែងរបស់យួនអាចមានផលប្រយោជន៍ច្រើនក្នុង2ឆ្នាំចុងក្រោយនៃរាជរបស់ព្រះអង្គឌួងព្រះអង្គបានទ្រង់ព្រះតម្រិះយល់ឃើញថាការវាយទីរបស់បារាំងសេះចូលក្នុងទឹកដីយួនជាឱកាសល្អមួយសម្រាប់ព្រះអង្គក្នុងការទាមទារទឹកដីខ្មែរដែលពួកយួនដើមយកនៅក្នុងរយៈពេលជាង200ឆ្នាំមកនេះដោយជាប់ផុងក្នុងសង្គ្រាមទ័ពព្រៃនៅប្រទេសអាណាមនិងដោយភាពមិនច្បាស់លាស់ចំពោះការគ្រប់គ្រងពីក្រុងបារាំងសេះរដ្ឋបាលបារាំងសេះដែលនៅព្រៃនគរមានការយឺតយ៉ាវក្នុងការឆ្លើយតបនិងសំណើសុំចងស្ពានមានមេត្រីរបស់ស្ដេចខ្មែរស្ដេចស្នងរាជពីព្រះអង្គឌួងគឺរាជបុត្រាច្បងព្រះនាមសម្ដេចព្រះនរោត្តមព្រះអង្គមិនសូវមានប្រជាប្រិយភាពនៅស្រុកភាគខាងកើតនៃប្រទេសនិងក្នុងចំណោមពួកអូទៀមចាមទេជាចុងក្រោយគណៈប្រតិភូសេនាទាហានជើងទឹកបារាំងសេះបានព្រមព្រៀងនៅសន្ធិសញ្ញាជាមួយសម្ដេចព្រះនរោត្តមនៅក្រុងឧដុង្គមានជ័យក្នុងខែសីហាឆ្នាំ1863ដែលបារាំងសេះបានសន្យាថានឹងមានរេស៊ីដង់បារាំងសេះម្នាក់នឹងផ្ដល់ការការពារដល់ព្រះមហាក្សត្រលុះត្រាតែព្រះអង្គអនុញ្ញាតនិងផ្ដល់សិទ្ធិឲ្យធ្វើអាជីវកម្មព្រៃឈើនិងយករ៉ែបាននេះគឺជាបដិបត្តិនយោបាយនៅក្នុងឆ្នាំ1860ជាងមុននឹងឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងពាណិជ្ជកម្មរវាងកម្ពុជានិងបារាំងតទៅនេះខ្ញុំសូមលើកយកប្រការសំខាន់នៃសន្ធិសញ្ញាមិត្តភាពរវាងកម្ពុជានិងបារាំងដែលចុះកាលពីឆ្នាំ1863ប្រការ1ព្រះចៅអធិរាជរបស់ប្រជាជនបារាំងបានព្រមព្រៀងផ្ដល់អាណាព្យាបាលដល់ព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាប្រការ2គេនិយាយអំពីការតែងតាំងតំណាងទៅលើទឹកដីរៀងខ្លួនក្នុងប្រការ2ព្រះចៅអធិរាជរបស់ប្រជាជនជាតិបារាំងនឹងតែងតាំងបេសកជនតំណាងឬកុងស៊ុលបារាំងនៅអមព្រះមហាក្សត្រខ្មែរដែលជាអ្នកទទួលបន្ទុកធ្វើឲ្យមានការអនុវត្តដាច់ខាតនៅខ្លឹមសារនៃកិច្ចព្រមព្រៀងអាណាព្យាបាលនេះ
បេសកជនតំណាងឬកុងស៊ុលរូបនេះត្រូវស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ទេសាភិបាលខេត្តកូសាំងស៊ីនព្រះមហាក្សត្រខ្មែរអាចនឹងតែងតាំងបេសកជនខ្មែរម្នាក់នៅទីក្រុងសៃហ្គនឬព្រៃនគរដើម្បីសម្របសម្រួលទំនាក់ទំនងដោយចំពោះជាមួយនឹងទេសាភិបាលខេត្តកូសាំងស៊ីនប្រការ3គេនិយាយអំពីឋានៈរបស់បេសកជនបារាំងអញ្ចឹងក្នុងប្រការ3បេសកជនបារាំងនៅអមព្រះមហាក្សត្រខ្មែរត្រូវមានឋានន្តរស័ក្តិជាមហាមន្ត្រីដែលត្រូវបានទទួលកិត្តិយសនិងការគោរពយ៉ាងខ្ពង់ខ្ពស់នៅទូទាំងប្រជាណាចក្រកម្ពុជាប្រការ4ក្រៅពីបេសកជនឬកុងស៊ុលបារាំងប្រទេសណាផ្សេងមួយទៀតមិនត្រូវបានអនុញ្ញាតឲ្យនៅអមព្រះមហាក្សត្រខ្មែរឡើយឬនៅទីកន្លែងណាមួយទៀតផ្សេងទៀតលើទឹកដីកម្ពុជាឡើយប្រការទី8និងទី9គេមានចែងអំពីការតាំងទីនៅរវាងប្រជាជននៃប្រទេសទាំងពីរក្នុងប្រការ8ជនជាតិបារាំងទាំងអស់ណាដែលមានបំណងចង់តាំងលំនៅឋាននៅក្នុងប្រជាណាចក្រកម្ពុជាត្រូវចុះឈ្មោះនៅអធិការបតីរដ្ឋាននៃស្ថានកុងស៊ុលបារាំងហើយកុងស៊ុលបារាំងនឹងផ្ដល់ព័ត៌មាននេះទៅដល់រដ្ឋាភិបាលកម្ពុជានៅក្នុងប្រការ9ជនជាតិខ្មែរទាំងអស់ណាដែលមានបំណងចង់តាំងលំនៅឋាននៅលើទឹកដីរបស់ព្រះចៅអធិរាជប្រទេសបារាំងត្រូវចុះឈ្មោះជាមួយតំណាងប្រជាណាចក្រកម្ពុជានៅសៃហ្គនឬក៏ព្រៃនគរហើយតំណាងរូបនេះនឹងជូនដំណឹងដល់ទេសាភិបាលខេត្តកូសាំងស៊ីននៅក្នុងមាត្រាទី16គេនិយាយអំពីការជួយរបស់បារាំងដើម្បីឲ្យខ្មែរមានផ្លូវទៅកាន់សមុទ្រប្រការទី16ព្រះចៅអធិរាជប្រទេសបារាំងទទួលស្គាល់អធិបតីព្រះមហាក្សត្រប្រទេសកម្ពុជាសម្ដេចព្រះនរោត្តមហើយបដិញ្ញាថានឹងរក្សាសណ្ដាប់ធ្នាប់សន្តិសុខនៅក្នុងទឹកដីនៃប្រទេសការពារប្រទេសទប់ទល់នឹងការវាយប្រហារគ្រប់មធ្យោបាយជួយសម្របសម្រួលដល់កម្ពុជាឲ្យមានផ្លូវទៅកាន់សមុទ្រចំណុចចុងក្រោយគឺប្រការទី18នៅក្នុងប្រការទី8គេមានចែងអំពីការអនុញ្ញាតឲ្យបារាំងកាប់ឈើនិងយករ៉ែពីកម្ពុជាប្រការទី8ក្នុងការតបស្នងចំពោះអាណាព្យាបាលដែលបានផ្ដល់ឲ្យដោយព្រះចៅអធិរាជបារាំងព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាបានផ្ដល់ជូនត្រឡប់ទៅវិញនៅសិទ្ធិក្នុងការជ្រើសរើសកាប់និងធ្វើអាជីវកម្មលើព្រៃឈើនៃប្រជាណាចក្រកម្ពុជាដើម្បីយកឈើដែលត្រូវខ្នាតសម្រាប់ស្ថាបនានាវាទ័ពរបស់ព្រះចៅអធិរាជបារាំងភ្នាក់ងារបារាំងទទួលបន្ទុកអាជីវកម្មត្រូវផ្ដល់ព័ត៌មាននិងយោបល់ដល់មន្ត្រីជាន់ខ្ពស់កម្ពុជាដែលនឹងអនុញ្ញាតឲ្យប្រគល់ឯកសារចាំបាច់តែឡែកថ្លៃអាជីវកម្មទាំងប៉ុន្មានត្រូវជាបន្ទុករបស់រដ្ឋាភិបាលបារាំងទាំងស្រុងអញ្ចឹងសរុបមកយើងឃើញមានទាំងអស់19ប្រការប៉ុន្តែខ្ញុំសូមលើកយកចំណុចសំខាន់ៗមករៀបរាប់ប្រាប់ទីសញ្ញាមិត្តភាពនេះគឺបានធ្វើឡើងនៅក្នុងព្រះរាជវាំងក្រុងឧដុង្គថ្ងៃទី11ខែសីហាឆ្នាំ1863ដែលមានការចុះហត្ថលេខាពីព្រះបាទនរោត្តមជាមួយនឹងដេឡាក្រង់ឌីយេសូមអរគុណចំពោះការតាមដានស្ដាប់នៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងរៀបរាប់អំពីសន្ធិសញ្ញាខ្មែរសៀមដែលធ្វើឡើងនៅរយៈពេល4ខែបន្ទាប់ពីកម្ពុជាបានចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយនឹងបារាំង